កំពុងតែជាប់បំណុលសម្ពាធគ្រួសារកាន់តែធ្ងន់ធ្ងរគ្រួសារនីមួយពេលដែលមានបញ្ហារឿងហិរញ្ញវត្ថុជៀសមិនផុតពីរឿងរកម្មរកោសកូនក្មួយទាំងអស់គ្នាបើស្ថានភាពគ្រួសារជួបហេតុការណ៍បែបនេះអ្វីដែលក្មួយត្រូវត្រៀមគឺទី1ចិត្តឲ្យធ្ងន់ចិត្តអំណត់ហើយព្យាយាមអត់ធ្មត់ឲ្យបានច្រើនទ្រាំទី2កុំបើកសិទ្ធឲ្យជនទី3ណាម្នាក់ដែលចូលរួមដោះស្រាយឬមួយក៏ជជែកអំពីរឿងរ៉ាវឯកជនភាពរបស់ជីវិតគូប្តីប្រពន្ធរបស់យើងទី3អ្វីដែលត្រូវធ្វើក្មួយគឺត្រូវប្រើពេលវេលាឲ្យអស់ពីសមត្ថភាពហើយអ្វីដែលកាត់បន្ថយក្មួយត្រូវកាត់ឲ្យអស់ពីសមត្ថភាពដូចគ្នាកាត់បន្ថយលើការភ័យខ្លាចកាត់បន្ថយលើអារម្មណ៍មួយដែលមានទុក្ខសោកមិញជឿថាពេលដែលមានហេតុការណ៍កើតឡើងនៅក្នុងក្រុមគ្រួសារខួរក្បាលរបស់យើងប្រកាសជាពោពេញដោយភាពស្ពឹកស្រពន់ដេកក៏មិនបានបាយក៏មិនបានដើរពេលណាក៏អត់មានព្រលឹងផ្លែសក្នុងខ្លួនដែរពីព្រោះឯពេលដែលយើងចេញដំណើរទៅគឺយើងស្ពាយបំណុលស្ពាយនៅទុក្ខស្ពាយនៅឧបសគ្គស្ពាយនៅហេតុការណ៍ទាំងអស់មានអារម្មណ៍ពេលខ្លះមិញដឹងថាសំបីតែទូរស័ព្ទក៏គ្មានសេរីភាពក្នុងការបើកសំឡេងដែរហើយក៏មានពេលខ្លះក៏ក្មួយមិនអាចញញឹមចេញពីចិត្តចេញពីខាងក្នុងបានដែរមានពេលខ្លះក្មួយក៏ត្រូវព្យាយាមបោកប្រាស់ខ្លួនឯងដោយយើងប្រឹងញញឹមប្រឹងតដើរចោះចូលគ្រប់មនុស្សប្រឹងតរាវរករអ្នកដែលជួយរពេកតែម្ដងស្ថានភាពបែបនេះគឺវាកើតមកលើខ្លួនមីងធ្លាប់ឆ្លងកាត់ទៅមីងដឹងច្បាស់រឿងខ្លះបើសិនជាមិនមានកំបិតមកមុតចំយើងទេយើងមិនឈឺដោយអ្វីដែលយើងគ្រាន់តែឃើញហើយដឹងថាម្នាក់នោះកំពុងតែមុតកំបិតទេតែអ្វីដែលជាជួបខ្លួនយើងផ្ទាល់យើងដឹងច្បាស់អំពីហេតុការណ៍ទាំងអស់ហ្នឹងអញ្ចឹងអ្វីដែលមីងអាចរើបំប្រាស់មកបានគឺមិនមែនថាយើងអាចពាក់លុយគេយើងបំភ្លេចទេក៏ប៉ុន្តែយើងត្រូវប្រឈមមុខដោះស្រាយដោយសុំជាមួយម្ចាស់បំណុលឲ្យម្ចាស់បំណុលទុកពេលសំខាន់ផុតគឺពេលវេលានឹងឯងក្មួយទុកពេលហើយយើងត្រូវប្រមូលអារម្មណ៍ដោយទម្លាក់ចោលនៅរឿងទាំងអស់ដែលស្មុគស្មាញនៅក្នុងខ្លួនរបស់យើងចាប់ផ្ដើមសារឡើងវិញសារជាថ្មីគឺផ្ដើមពីខ្លួនឯងថាខ្លួនឯងធ្វើម៉េចចាប់ផ្ដើមពី1ទៅ1ដោយសន្សំហើយរឹងមាំបំផុតជាក់ស្ដែងពេលដែលមីងមានបញ្ហារញ្ញវត្ថុមីងទៅជួបម្ចាស់បំណុលទាំងអស់សុំពេលវេលារបស់គេសុំការអះអាងមួយដ៏ច្បាស់លាស់ហើយសុំឲ្យត្រង់តែម្ដងថាខ្ញុំសុំពេលវេលាដើម្បីខ្ញុំមានពេលវេលាគ្រប់គ្រាន់សាកធម្មពលរបស់ខួរក្បាលខ្លួនឯងដើម្បីខ្ញុំឆ្ពោះទៅរកអ្វីដែលទាញចំណេះចំណូលមកឲ្យនៅក្នុងសេដ្ឋកិច្ចគ្រួសារខ្ញុំឲ្យមានលំនឹងទៅខ្ញុំមានឱកាសនឹងសងត្រឡប់ទៅវិញពីព្រោះអីម្ចាស់បំណុលទាំងអស់គ្នាគាត់ប្រកាសជាមើលឃើញទុកចិត្តនៅអ្វីដែលយើងបានតាំងចិត្តហើយយើងបានប្រាជ្ញាពីព្រោះយើងបានត្រៀមខ្លួនធ្វើជាមនុស្សមួយទទួលខុសត្រូវរួចមកហើយយើងមិនមែនធ្វើជាមនុស្សដែលកិច្ចវេះទេអញ្ចឹងមីងចង់ជំរាបទៅកូនក្មួយថាបើសិនជាមានរឿងអស់នឹងហេតុការណ៍កើតឡើងក្មួយកុំបាក់ទឹកចិត្តក្មួយត្រូវគិតថាដរាបណានៅមានជីវិតគឺនៅមានដំណោះស្រាយដរាបណាយើងនៅមានដង្ហើមគឺអ្វីនៅមានសង្ឃឹមហើយមីងលើកទឹកចិត្តថាបើសិនជាមានរឿងអីកើតឡើងក៏ដោយកុំបោះបង់ចោលគ្នា